សួស្តីបងបងនេះជារបៀបតម្លើង sound scan មុខបាទអញ្ចឹងចូលមកគឺបងត្រូវដាក់កលឹះសិនបាទចោះទ្វារដាក់កលឹះចឹងមកហើយអាចចោះតាមរុំពុំអញ្ចឹងក៏បានឬមួយក៏បងអាចវះអាហ្នឹងទៅទាំងអស់ហ្មងក៏បានដែរបាទអូខេហើយថ្ងៃនេះគឺយើងតម្លើង sound ម៉ូដនេះបាទប្រភេទចេះហើយដែលភាគច្រើនបងជាងមួយចំនួនគាត់ភ័យខ្លាចនេះបងឃើញអត់មានកន្លែងចាប់ប្រឡងទេឃើញទាំងខាងក្រោមទាំងខាងលើអត់មានទេអញ្ចឹងធ្វើឲ្យបងមួយចំនួនគាត់មានភាពភ័យខ្លាចបងកុំភ័យខ្លាចថ្ងៃនេះខ្ញុំនឹងប្រាប់របៀបក្នុងការដោះស្រាយបញ្ហាតម្លើង sound ប្រភេទ scan មុខប្រភេទចឹងជាធម្មតាខាង engineer បាទវិស្វករ sound គឺគេ design មកគឺគេមានប្រដាប់ប្រដាមកគ្រប់ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការជាងក្នុងការតម្លើងបាទនេះបងឃើញអានេះគឺយើងមាន2បាទវាមាន2នៅក្នុងaccessory ណាបងបាទអញ្ចឹងបងអាចសូកបាននេះបងបាទសូកចឹងមកនេះបងបង្ហាញបងមួនេះបើវាធំបន្តិចមួបាធំបន្តិចទៅមកសូកនេះសូកតាមប្រឡោះហ្នឹងអូខេវាមានកលៈរបស់វាបងអាចដាក់តាមកលៈវាវិញក៏បានបាទបងមួចឹងមកហើយខ្ញុំមួអូខេខាងលើធ្វើអញ្ចឹងដូចគ្នាបងខាងលើបាទយើងមួចឹងមកផ្នែកខាងលើនេះបងបាទខាងលើអូខេខាងលើបងមួចឹងវិញមកបាទមួជាប់ណាបងហិតយកអីហិតតិចយកដេកកាប់ហិតណាយកដេកកាប់ហ្នឹងហិតវាឲ្យវាតឹងបន្តិចបងណាបាទនៅពេលដែលបងហិតហើយយកទៅកាប់ហិតហើយវាបានរូបរាងបែបនេះអូខេឥឡូវយើងចូលមកដល់កលឹះម្ដងកលឹះយើងមាន accessory ច្រើនដែលបងត្រូវកាត់ដូចជានេះបាទប្រភេទនេះគេហៅកូនសោសគួរយើងត្រូវកាត់បន្តិចបងណាកាត់មកល្មមដើម្បីដាក់ចូលខាងនេះបាទអានេះវាមកវែងចឹងបងត្រូវកាត់បាទកាត់មកល្មមទៅបងណាបាទបងដាក់អញ្ចឹងមកបន្ទាប់មកបងយកអាវិសនេះចាប់ទៅចូលបាទអូខេការងារត្រូវកាត់ទៀតគឺនេះបងវាមានដែកច្រើនណាវិសនេះវិសពីរនេះអានេះផងអាបដូរកណ្ដាលនេះផងក៏ត្រូវកាត់ដែរបងណាកាត់មកល្មមបងកាត់ទៅត្រូវវែងទេកាត់មកល្មមបាទខ្ញុំពវល់ឲ្យបងមើលកាត់មកល្មមបងណាបាទអានេះដូចគ្នាយើងជាធម្មតាយើងដាក់ផ្នែកខាងក្រោយកន្លែងនេះបងឃើញដាក់កន្លែងនេះបាទអញ្ចឹងបងវាស់មកល្មមកុំឲ្យវែងពេកសម្រាប់ទៅតាមកម្រាស់ទ្វារបងណាទៅតាមកម្រាស់ទ្វារអូខេនៅពេលដែលបងកាត់អាហ្នឹងឲ្យអស់បងត្រូវសូកបាទសូកផ្នែកសៅខាងមុខហ្នឹងចូលខាងនេះបាទខ្ញុំស្អីនេះវិញសូកខាងមុខអូខេអញ្ចឹងសៅខាងមុខត្រូវចាប់ជាមួយទៅនឹងវិសពីរនេះជាមួយនឹងផ្នែកស្ទះខាងក្រោយនេះបងណាស្ទះខាងក្រោយនេះបាទអូខេអញ្ចឹងអាវិសពីរនេះគឺយើងសូកជាមួយខាងនេះបាទហើយនេះខាងក្រោមបងណាអូខេបាទបងអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតអាកន្លែងហ្នឹងវាបងមានរងបងដាក់មួយរងបងណារងបាទរងហ្នឹងបាទចាប់ចុះអូខេទីលើកមួយតិចយើងស្រែវាថងស្រែចាំនេះចំកដាលចឹងបងស្រែថ្មីចំកដាលបងនេះកដាលឲ្យវាសាក់មួយម៉ាត់គ្នាបងណាបាទអូខេចំណុចបន្ទាប់គឺផ្នែកខាងក្រោយបាទផ្នែកខាងក្រោយបងតខ្សែភ្លើងផ្នែកខាងក្រោយទៅតាមផ្នែកខាងក្រោយមកបងខ្សែភ្លើងមាន2ដែរខៀវហើយនឹងខ្មៅដាក់នៅកន្លែងហ៊ុននេះបងណាអូខេនៅពេលដែលសូកខ្សែភ្លើងឲ្យអស់បងអាចស្រែនេះបងស្រែនេះណាឲ្យចំកណ្ដាលនេះអូខេនេះខ្លួននេះចំកណ្ដាលនេះអាប្រឡោះនេះចំអានេះអាខាងក្រោមនេះសូកចូលខាងនេះណាបាទអូខេបាទអញ្ចឹងយើងស្រែចាប់ដើមអូខេនៅពេលដែលចាប់រួចរាល់ហើយបងនេះវិស4ហ្នឹងចាប់កន្លែងហ្នឹងអស់មកវិស4បាទ